បាទតោះជួយកញ្ញាចារឿងជាបន្តនេះគឺចៅឆក់កាបូបស្ត្រីជនជាតិជប៉ុនមិនបានសម្រេចស្ត្រីជនជាតិជប៉ុនម្នាក់យួរកាបូបដើរលេងនៅមុខផ្ទះត្រូវជនសង្ស័យ2នាក់ធ្វើសកម្មភាពឆក់កាបូបមិនបានសម្រេចខំប្រឹងរត់គេចបណ្ដាលឲ្យរអិលជើងដួលរលាកក្បាលជង្គង់ទាំងសងខាងកាលពីវេលាម៉ោង 7:30 នាទីយប់ថ្ងៃទី30 ខែកញ្ញានៅបុរីពិភពថ្មីផ្ទះលេខ 76 ផ្លូវលេខ 17 នៅភូមិត្រពាំងក្លឹងសង្កាត់ចំចៅខណ្ឌពោធិ៍សែនជ័យជនរងគ្រោះមានឈ្មោះថាសេកុភេទប្រុសអាយុភេទស្រីអាយុ 33 ឆ្នាំជាជនជាតិជប៉ុនជាតន្ត្រីករលេងព្យ៉ាណូស្នាក់នៅផ្ទះកាត់ហេតុខាងលើហើយគាត់បានឲ្យដឹងថាមុនពេលកាត់ហេតុគាត់បានយួរកាបូបមួយហើយដើរចេញមកលំហែនៅមុខផ្ទះជាប់នឹងផ្លូវលេខ 17 ស្រាប់តែមានជនសង្ស័យពីរនាក់អណ្ដែងតាមឆក់កាបូបរបស់គាត់ធ្វើឲ្យគាត់ភ័យពេកខំប្រឹងរត់គេចរហូតរអិលដួលរលាកបាជង្គង់ទាំងសងខាងចំណែកជនសង្ស័យឆក់កាបូបមិនបានសម្រេចបាននាំគ្នារត់គេចខ្លួនបាត់ក្រោយពេលកាត់ហេតុស្ត្រីរងគ្រោះភ័យពេកបានរត់ចេញពីបុរីទៅតាមផ្លូវវែងស្រេងឈប់នៅមុខស្ថានីយ៍ប្រេងឥន្ធនៈលឹមឡុងនៅក្បែរបុរីពិភពថ្មីនោះហើយទូរស័ព្ទហៅសាច់ញាតិឲ្យមកទទួលត្រឡប់ទៅផ្ទះវិញតែអត់មានអ្នកលើកទូរស័ព្ទក៏នៅអង្គុយចិត្តដល់ម៉ោង 5 ចាគឺអត់មានអ្នកមកទទួលទៀតទៅបុគ្គលិកស្ថានីយ៍និងអ្នកឃើញហេតុការណ៍បានជូនត្រឡប់ទៅផ្ទះវិញចាហើយរឿងជាបន្តនេះគឺគ្រោះថ្នាក់ចរាចរណ៍វិញម្ដងស្រវឹងស្រាបើករថយន្តបុកបង្គោលភ្លើងត្រេធ្លាក់បែកអំពូលភ្លើងបំភ្លឺផ្លូវបរិះម្នាក់បើករថយន្តក្នុងស្ថានភាពស្រវឹងជោគជាំបួងចង្កូតទៅបុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបណ្ដាលឲ្យត្រេតបង្គោលភ្លើងនិងធ្លាក់បែកអំពូលភ្លើងបំភ្លឺផ្លូវចំណែករថយន្តបង្កស្រុញមួយកំណាត់ខាងមុខកាលពីវេលាម៉ោង 12:50 នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី 1 ខែតុលាតាមបណ្ដោយផ្លូវលេខ 51 កែនឹងផ្លូវលេខ 200 មុខហាងកាហ្វេយូស្ថិតនៅក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញបើតាមសាកសីបានឃើញហេតុការណ៍គាត់បានឲ្យដឹងថាមុនពេលកាត់ហេតុគេឃើញរថយន្តបង្កម៉ាក Corolla ពណ៌ស្ករបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបើកតាមបណ្ដោយផ្លូវលេខ 51 ទិសដៅពីជើងទៅត្បូងមកដល់ផ្លូវកែងលេខ 200 ត្រង់មុខហាងកាហ្វេរថយន្តបានបត់ឆ្វេងបួងចង្កូតលឿនពេកក៏បានរេចង្កូតទៅខាងឆ្វេងបុកបង្គោលភ្លើងបំភ្លឺផ្លូវធ្វើឲ្យត្រេតបង្គោលភ្លើងនិងធ្លាក់អំពូលបំភ្លឺផ្លូវបែកខ្ចាយនិងបែកផើងដើមដូងដែលនៅជាប់នឹងបង្គោលភ្លើងអស់មួយផើងចំណែករថយន្តខ្ទេចផ្នែកខាងមុខនិងបែកធុងទឹកតែអ្នកបើកបរមិនមានរងរបួសអ្វីទេក្រោយពេលកាត់ហេតុអ្នកបើករថយន្តបានរត់គេចខ្លួនហើយបានទូរស័ព្ទហៅអ្នករួមការងារជាមួយឲ្យមកយកកំភ្លើងហើយនៅវិទ្យុតាក់ទងរបស់ខ្លួននឹងយកទៅរក្សាទុករីឯរថយន្តបង្កត្រូវបានសមត្ថកិច្ចបោះវែងនិងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំម្ចាស់ចូលខ្លួនធ្វើការដោះស្រាយនៅពេលក្រោយចា៎ហើយព័ត៌មានជាបន្តនេះគឺស្រវឹងស្រាបើករថយន្តទាំងបិទភ្នែកទៅបុកខ្លោងទ្វារភោជនីយដ្ឋាន Happy Grill បរិះម្នាក់បើករថយន្តទាំងស្រវឹងស្រាធ្លាក់ភ្នែកងក់មួយភាំងរេចង្កូតទៅបុកផ្ទប់នឹងសសរខ្លោងទ្វារភោជនីយដ្ឋានពេញទំហឹងបណ្ដាលឲ្យអ្នករថយន្តបែកមកបន្តិចហើយរថយន្តតិចមួយកំណាត់ខាងមុខកាលពីវេលាម៉ោង 12:40 នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី 1 ខែកញ្ញាតាមបណ្ដោយផ្លូវលេខ 1986 មុខភោជនីយដ្ឋាន Happy Grill ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខតាមប្រភពព័ត៌មានពីអ្នកនៅជុំវិញកន្លែងកាត់ហេតុបានឲ្យដឹងថាមុនពេលកាត់ហេតុគេឃើញរថយន្តបង្កម៉ាកកាមរីហើយព្រាតពណ៌ទឹកមាសបើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងធ្វើដំណើរពីកាត់ទៅលិចលុះមកដល់ចំណុចកាត់ហេតុដោយសារតែអ្នកបើកបរស្រវឹងហើយងក់បានរេចង្កូតទៅខាងស្ដាំឡើងលើខឿនចិញ្ចាំផ្លូវទៅបុកសសរខ្លោងទ្វារភោជនីយដ្ឋានខាងលើបណ្ដាលឲ្យអ្នកបើកបរបែកមកបន្តិចរថយន្តខ្ទេចមួយកំណាត់ខាងមុខរីឯសសរបង្គោលខ្លោងទ្វារខូចខាតទាំងស្រុងតែមិនបានរលំទេក្រោយពេលកាត់ហេតុម្ចាស់រថយន្តមិនព្រមដោះស្រាយភ្លាមនៅនឹងកន្លែងទេគឺគាត់ត្រូវបានសាច់ញាតិបញ្ជូនទៅគ្លីនិកឯកជនចំណែកឯរថយន្តវិញត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខដើម្បីដោះស្រាយចាឥឡូវនេះយើងចូលទៅរឿងគ្រោះថ្នាក់ចរាចរណ៍មួយទៀតហើយចាស់រៀងច្រើនបន្តិចថ្ងៃនេះផឹកស៊ីស្រវឹងជិះម៉ូតូទៅបុករនាំងដែរពុះចែកផ្លូវរងរបួសយ៉ាងដំណំយុវជនម្នាក់ចេញពីផឹកស៊ីស្រវឹងបានជិះម៉ូតូទៅបុករនាំងដែរពុះចែកផ្លូវបណ្ដាលឲ្យដួលរងរបួសយ៉ាងដំណំចំណែករនាំងដែរនោះគឺអត់មានការខូចខាតទេកាត់ឡើងកាលពីវេលាម៉ោង 1:05 នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី 1 ខែតុលាត្រង់ចំណុចនៅមុខព្រះវិហារចិនភូមិ CPC សង្កាត់ទឹកថ្លាខណ្ឌសែនសុខប្រភពព័ត៌មានបានឲ្យដឹងថាមុនកាត់ហេតុមានម៉ូតូ Honda Dream ពណ៌ខ្មៅបើកបរដោយយុវជនម្នាក់ក្នុងស្ថានភាពស្រវឹងទិសដៅពីកាត់ទៅលិចបោះពុះយ៉ាងលឿនរេចង្កូតទៅបុករនាំងដៃពុះចែកផ្លូវបណ្ដាលឲ្យដួលសន្លប់ស្ដុកស្ដឹងមួយសន្ទុះទៅដឹងខ្លួនវិញក៏ទូរស័ព្ទហៅសាច់ញាតិមកដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈចំណែកម៉ូតូបែកកាតែតែរនាំងដៃដែលពុះចែកផ្លូវនោះគឺអត់មានរងការខូចខាតអីនោះទេចា៎ហើយព័ត៌មានជាបន្តទៅទៀតនេះគឺចេញពីធ្វើការជិះម៉ូតូទៅបុករថយន្តដួលរងរបួសធ្ងន់ខ្លួនឯងនារីវ័យក្មេងម្នាក់ជិះម៉ូតូចេញពីធ្វើការត្រឡប់ទៅផ្ទះវិញបានរេចង្កូតទៅបុកនឹងរថយន្តតាក់ស៊ីម៉ែត VIP ពណ៌ខ្មៅពេញទំហឹងបណ្ដាលឲ្យដួលសន្លប់ខ្លួនឯងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 1:15 នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី 1 ខែតុលានៅចំណុច Stop DN ផ្លូវកម្ពុជាក្រោមកែងផ្លូវនិរុស្ថិតនៅក្នុងសង្កាត់មិត្តភាពខណ្ឌ 7 មករាបើតាមសាកសីដែលបានឃើញហេតុការណ៍បានឲ្យដឹងថាមុនពេលកាត់ហេតុគេ
បានឃើញម៉ូតូកូនទាពណ៌ឈាមជ្រូកបើកបោដោយនារីម្នាក់តាមបណ្ដោយផ្លូវនេរុទិដៅពីត្បូងទៅជើងពេលមកដល់ស្តុបក៏បានជ្រុលទៅបុកនឹងរថយន្តតាក់ស៊ីម៉ែត VIP ពណ៌ខ្មៅដែលមានដឹកភ្ញៀវពេញនៅក្នុងរថយន្តធ្វើដំណើរតាមផ្លូវកម្ពុជាក្រោមទិដៅពីលេខទៅកើតមកដល់ចំណុចខាងលើស្រាប់តែអ្នកបើកម៉ូតូបានរេចង្កូតទៅបុកនឹងរថយន្តលើកង់មុខខាងស្ដាំបណ្ដាលឲ្យម៉ូតូដួលវិកកចំណែកអ្នកបើកដួលបោកនឹងថ្នល់សន្លប់ស្ដុកស្ដឹងរីឯរថយន្តដាច់កញ្ចក់ចំហៀងខាងស្ដាំក្រោយពេលកាត់ហេតុមានបរិបទ2នាក់បានដឹកនារីដែលសន្លប់តាមរមាក់ម៉ូតូយកទៅព្យាបាលនៅមន្ទីរពេទ្យឯកជននៅក្បែរនោះលុះពេលដែលនាងដឹងខ្លួនឡើងវិញមានសភាពវង្វេងនិងសួរមិនដឹងរឿងទេគ្រាន់តែដឹងថានាងមានឈ្មោះលៀនមានទីលំនៅនៅម្ដុំគីឡូម៉ែត្រលេខ6ខណ្ឌរសីកែវរថយន្តបង្ចាំម៉ូតូហើយនឹងរថយន្តត្រូវបានសមត្ថកិច្ចបោះវែងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ7មករាដើម្បីរងចាំភាគីទាំងពីរចូលខ្លួនមកដោះស្រាយនៅពេលក្រោយចា៎ហើយនេះខ្ញុំអត់សុំចូលទៅមួយរឿងទៀតគឺគ្រោះថ្នាក់ចរាចរណ៍តិចតួចបំរុងបង្កអំពើហិង្សាយុវជនស្រវឹងម្នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនជ្រុលទៅបុកនឹងម៉ូតូមួយគ្រឿងទៀតអស់ដែលអស់សាំងហើយអង្គុយលើម៉ូតូដោជើងបញ្ច្រាស់ទិសដៅចរាចរណ៍បណ្ដាលឲ្យដួលរងរបួសស្រាលតែភាគីទាំងសងខាងឆ្លុះប្រកែកគ្នាបំរុងបង្កអំពើហិង្សាធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 10:45 នាទីយប់ថ្ងៃទី30ខែកញ្ញាមុខស្ថានទូតបារាំងខាងត្បូងរង្វង់មូលគួយកណ្ដុងតាមបណ្ដោយផ្លូវព្រះមុនីវង្សស្ថិតនៅក្នុងសង្កាត់ស្រែចកខណ្ឌដូនពេញបើតាមសាកសីដែលបានឃើញហេតុការណ៍ឲ្យដឹងថាមុនពេលកាត់ហេតុគេបានឃើញម៉ូតូ Honda Dream ប្រើប៊ិចបិទតែពណ៌សបើកបោដោយយុវជនម្នាក់ក្នុងស្ថានភាពស្រវឹងស្រាធ្វើដំណើរតាមផ្លូវលេខ70បត់ស្ដាំតាមផ្លូវព្រះមុនីវង្សក្នុងល្បឿនយ៉ាងលឿនហើយថែមទាំងស្រវឹងទៀតផងពេលជិះមកដល់ខាងត្បូងរង្វង់មូលគួយកណ្ដុងក៏ជ្រុលទៅបុកនឹងម៉ូតូកូនទាពណ៌សលាយទឹកសមុទ្រជិះគ្នា3នាក់តែម៉ូតូអស់សាំងទើបបានជាអ្នកបើកបោអង្គុយលើម៉ូតូហើយយកជើងដោរុញទៅមុខនៅលើផ្លូវបញ្ច្រាស់ទិសដៅចរាចរណ៍ក៏ត្រូវម៉ូតូ Honda Dream បុកពេញទំហឹងបណ្ដាលឲ្យម៉ូតូកូនទាខូចខាតជាទម្ងន់ឯខាងម៉ូតូបង្កបែកក្បាំងខាងឆ្វេងនិងរលត់ដេកអត់ឆេះតែរងរបួសស្រាលទាំងអស់គ្នាបន្ទាប់ពីការហេតុភាគីទាំងពីរជជែកយកត្រូវរៀងខ្លួនអូសបន្លាយពេល7:03ម៉ោងដោយខាងម៉ូតូ Honda Dream ហៅមិត្តភ័ក្តិ4ទៅ5នាក់ទៀតជិះម៉ូតូ2គ្រឿងមកសុទ្ធតែស្រវឹងដូចគ្នាដល់ពេលមកដល់គឺបានរករឿងវាយតប់ជាមួយនឹងយុវជនដែលជិះម៉ូតូកូនទាដោយសារតែមិនមានសមត្ថកិច្ចចុះទៅសម្របសម្រួលទេទុកឲ្យភាគីទាំងពីរធ្វើការចរចាគ្នាដោយខាងម៉ូតូកូនទាសុខចិត្តចេញថ្លៃខូចខាតដល់ខាងម៉ូតូ Honda Dream ទាំងស្រុងដើម្បីបញ្ចប់រឿងចារឿងជាបន្តនេះគឺទារិកាអាយុ5ខែម្នាក់បានស្លាប់ពេលម្ដាយបញ្ជូនទៅដល់មន្ទីរពេទ្យទារិកាអាយុ5ខែត្រូវបានម្ដាយយកទៅផ្ញើនៅសាលាមើលក្មេង IIS តាំងពីព្រឹកថ្ងៃទី30ខែកញ្ញារហូតដល់ម៉ោង10ព្រឹកថ្ងៃដដែលបានចេញពីធ្វើការមកមើលកូនស្រាប់តែមានអាការៈមិនស្រួលក៏ប្រញាប់យកទៅមន្ទីរពេទ្យគុណធបុប្ផាហើយគ្រូពេទ្យប្រាប់ថាបានស្លាប់ហើយដូច្នេះគាត់ក៏បានដឹកមកខាងសាលាវិញដើម្បីឲ្យទទួលខុសត្រូវដែលហេតុការណ៍នេះកាត់ឡើងកាលពីវេលាម៉ោង 1 រសៀលថ្ងៃទី30ខែកញ្ញានៅចំណុចផ្ទះជួលក្រុម2ភូមិស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខសពទារិកាមានឈ្មោះថាសៀវអ៊ីអាយុ5ខែមានម្ដាយឈ្មោះលឹមវីអាយុ33ឆ្នាំជាកម្មការិនីរោងចក្រហើយប្តីឈ្មោះថាប៊ុនឋានអាយុ28ឆ្នាំមុខរបរសន្តិសុខស្នាក់នៅភូមិស្លែងរលើងសង្កាត់ទឹកថ្លាចំណែកប្រធានមជ្ឈមណ្ឌលមានឈ្មោះថារស់តុលាភេទស្រីអាយុ32ឆ្នាំស្នាក់នៅផ្ទះលេខ60ផ្លូវលេខ146សង្កាត់ផ្សារដេប៉ូទី2ខណ្ឌទួលគោកតាមស្ត្រីជាម្ដាយបានឲ្យដឹងថាគាត់ទើបតែយកកូនរបស់គាត់នោះមកផ្ញើបានរយៈពេល3ថ្ងៃប៉ុណ្ណោះដោយមិនមានបងលើចេញបានទទួលមើលថែនៅឡើយទេគឺមើលសាក់លបងហើយដល់ព្រឹកឡើងគាត់យកមកផ្ញើដល់ពេលម៉ោង10ព្រឹកទើបគាត់ចេញពីធ្វើការដើម្បីមកបំបើកដោះកូនរួចហើយក៏ត្រឡប់ទៅធ្វើការវិញរហូតដល់ល្ងាចម៉ោង4ទើបយកកូននឹងត្រឡប់ទៅផ្ទះវិញដែលឡែកនៅថ្ងៃកាត់ហេតុម្ដាយបានយកកូនទៅផ្ញើដូចធម្មតាហើយដល់ពេលចឹងគាត់បានមកមើលកូនគាត់វិញដើម្បីបំបើកដល់ចឹងគាត់ឃើញអាការៈរបស់កូនគាត់នឹងមានអាការៈក្អួតចង្អោរនិងរាគផងដូច្នេះគាត់ក៏បញ្ញាយកកូនទៅគ្លីនិកឯកជនដែលនៅក្បែរនោះតែខាងគ្រូពេទ្យហ្នឹងគេអត់ហ៊ានមើលទេអញ្ចឹងគាត់បញ្ជូនបន្តទៅខាងគុណធបុប្ផាប៉ុន្តែនៅពេលដល់ពេទ្យថាបានស្លាប់ហើយដូច្នេះគាត់ក៏យកកូនរបស់គាត់មកសាលាវិញដើម្បីឲ្យសាលាទទួលខុសត្រូវហើយគាត់ថាគាត់សុំទា$3,000ដែលអត់មានការប្តឹងផ្ដាល់ទេប៉ុន្តែខាងសាលាគេបានផ្ដល់លុយចរចាសំណងត្រឹម$1,000ដើម្បីបញ្ចប់រឿងនេះហើយឥឡូវនេះសពទារិកាត្រូវបានម្ដាយយកទៅបូជានៅវត្តអង្គតាមិញចាសាលាអីគេសាលាមើលថែក្មេង IIS ចឹងនេះអាហ្នឹងគេចិញ្ចឹមក្មេងគេយកមួយខែប្រហែលគេមានប្រាប់ទេចាអត់មានប្រាប់ទេក្នុងនេះហ៎បាទនៅក្នុងទីក្រុងភ្នំពេញយើងមានកន្លែងមជ្ឈមណ្ឌលឬក៏សាលាអញ្ចឹងគេថែរក្សាក្មេងពីព្រោះវាមានម្ដាយឪពុកខ្លះគាត់រវល់ធ្វើការអញ្ចឹងគេស៊ីឈ្នួលមើលថែក្មេងបាទប៉ុន្តែតកតងនឹងការស៊ីឈ្នួលមើលថែក្មេងនេះហានិភ័យខ្ពស់ត្រូវដឹងពីព្រោះទី1ក្មេងតូចអាការកើតជំងឺនេះយើង
bị bác nâng ca cục crom dương cục crom viên à phố pe khla khơi nhỉ chứ tầm mà plate tàu liền hỏi cá pi chỉnh châm đây bay thay là xa cứ việc bị bạ nhẹ để thay là xa côn nữa ưu tiên họ thà mà khai mà rồi còn mà khai tay sắp chật sắp và ban lôi cái côn thì mình ấy mình phải nhà bàn tay ta cả năm miếng tay hai vậy sẽ đọc hoàn chân chuyên cá pi khla câu viên mình men chỉ chết tận na rồi bỏ họ khang nhẹ chỉnh châm đây để xa tới bánh hà ca rạ chung ngư bàn tay nè để thay là xa côn mưa côn này kia đi đánh khát nè theo phải chun đầm năng phim là tôi lại làm nè côn là bon nè lấy ní vì cà rạ vừa xuốngខ្ញុំទៅយកមកពេទ្យហើយបើសុំជួយមកមើលផងបាទដើម្បីកុំឲ្យម្ដាយឪពុកគេវាមិនទិលចាបាទអញ្ចឹងវាគ្រោះថ្នាក់ណាស់បញ្ហាកូនពួកខ្ញុំធ្លាប់ក៏មុនកន្លែងគេរកឃើញមកកន្លែងគឺកន្លែងផ្ទះហ្នឹងនៅម្ដុំផ្សារទឹកល្អកន្លែងនោះសូតកូនតូចទីរក់កន្លែងគេមើលក្មេងកន្លែងមើលអូមកបុកតែម្ដងចឹងវាគ្រោះថ្នាក់ណាស់តែគ្រាន់តែថាដោយសារតែនៅក្នុងក្រុងភ្នំពេញយើងវាកន្លែងជាប្រមូលផ្ដុំមជ្ឈមណ្ឌលពាណិជ្ជកម្មម្ដាយឪពុកគ្នាបំពេញការងារអញ្ចឹងវាអត់មានឱកាសដើម្បីមើលកូនទៅជួលគេល្ងាចឡើងបានមកជួបវិញបាទវាមានអញ្ចឹងបាទតោះតែទៀតយើងបន្តរឿងយើងទៀតខ្ញុំទៅរឿងខ្ញុំសិនបានជាប់ជាមួយនឹងក្មេងតូចៗខ្ញុំជាប់តែម្ដងទៅចាកាលពីម្សិលមិញនេះមានប្រជាពលរដ្ឋមកពីខាងខេត្តព្រៃវែងប្រមាណជា10គ្រួសារមកដល់ស្ថានីយ៍ខ្ញុំហើយគាត់និយាយថាពួកគាត់ទាំងអស់គ្នាគឺកូនរបស់គាត់ត្រូវបានអាជ្ញាធរឃាត់ខ្លួននៅក្នុងខណ្ឌច្បារអំពៅកាលពីថ្ងៃទី22ថ្ងៃទី22អញ្ចឹងឥឡូវកូនរបស់គាត់អត់ដឹងថានៅឯណាទេបាទរូបភាពដែលគាត់មកម្សិលមិញសាក់កដីមកដល់ស្ថានីយ៍យើងម្សិលមិញបាទមើលរូបភាពហ្នឹងគាត់មកនេះបាទវីដេអូឬក៏គាំងបាទអញ្ចឹងគាត់មកសួរខ្ញុំនេះគាត់សួរអញ្ចេះគាត់សួរថានៅពេលដែលអាជ្ញាធរគាត់ខ្លួនកូនគាត់របស់កូនគាត់ទាំងអស់នេះកូនគាត់ចៅគាត់តើយកទៅទុកនៅណាគាត់រកអត់ឃើញហើយទៅសួរខាងក្រសួងមហាផ្ទៃក្រសួងថាខាងអង្គការគេយកប៉ុន្តែដល់គាត់សួរចំពីណាទេណាខ្ញុំអត់ដឹងទេអញ្ចឹងពួកគាត់មកដល់ស្ថានីយ៍ខ្ញុំម្សិលមិញនេះគឺគាត់រកកូនរកចៅរបស់គាត់ដែលត្រូវបានមកស្នាក់នៅច្បារអំពៅនេះដើម្បីលក់ដូរដល់ពេលឥឡូវខាងសមត្ថកិច្ចគេឃាត់ខ្លួនដោយចាប់ទាំងម្ចាស់ផ្ទះដោយចោទម្ចាស់ផ្ទះថាជាអ្នកកេងប្រវ័ញ្ចពលកម្មកុមារផ្ទះមួយនៅច្បារអំពៅនោះគឺគាត់រក្សាទុកក្មេងៗអាយុចាប់ពី12ឆ្នាំចុះក្រោម12ឆ្នាំចុះមកត្រឹមតែ8ឆ្នាំដើម្បីដើរលក់របស់របរនៅតាមហាងនោះដូចមជូរដូចអីបាទណាមានបាយក្តាំងមានមជូរមានសណ្ដែកដីមានពងមាន់បាទដែលលក់តាមហាងដែលគេដុបម៉ូតូដាក់នេះកន្លែងគេចាប់បាទចាប់នៅច្បារអំពៅអញ្ចឹងបើតាមលោកពលវិថីលោកដែលបានធ្វើកិច្ចការនេះថាកន្លែងផ្ទះមួយនោះគឺគាត់រក្សាទុកក្មេងៗហ្នឹងដើម្បីកេងប្រវ័ញ្ចពលកម្មពួកគេយប់ឡើងពួកគេមិនបានដេកទេដឹកដើរដាក់តាមហាងលក់មិញហ្នឹងដូចខ្ញុំប្រាប់មានមជូរមានពងគ្រួចវាមានបាយក្តាំងវាមានសណ្ដែកដីវាមានពងមាន់អីចឹងមកបាទហើយម៉ោង2កណ្ដប់ដឹកមកចូលផ្ទះវិញពេលព្រឹកឲ្យពួកគេទៅសុំទានតាមស្តុបនីមួយអញ្ចឹងគេមើលឃើញថាវានេះជាការកេងប្រវ័ញ្ចទៅលើពលកម្មកុមារបាទអញ្ចឹងឥឡូវម្ចាស់ផ្ទះហ្នឹងត្រូវបានឃាត់ខ្លួនហើយក្មេងទាំងអស់នោះក៏ត្រូវបានយកទៅដាក់នៅមជ្ឈមណ្ឌលបើតាមលោកពលវិថីប្រាប់ខ្ញុំមិញថាក្មេងទាំងអស់នេះ
គឺត្រូវបានប្រគល់ទៅឲ្យមន្ទីរសង្គមកិច្ចក្រុងហើយមន្ទីរសង្គមកិច្ចក្រុងគាត់ត្រូវបែងចែកទៅតាមមជ្ឈមណ្ឌលកុមារកំព្រាដែលថែរក្សាក្មេងៗទាំងអស់នេះប៉ុន្តែលោកពូអ្នកមីងលោកយាយលោកតាដែលមកដល់ស្ថានីយ៍ខ្ញុំម្សិលមិញគាត់មកសុំសួរថាចៅរបស់គាត់កូនរបស់គាត់នៅឯណាទុកនៅឯណាគាត់រកអត់ឃើញទេអញ្ចឹងគាត់ចង់ដឹងតំណែងថាកូននៅណាចៅនៅណាឥឡូវសូមជម្រាបទៅលោកពូអ្នកមីងទាំងអស់វិញគឺកូននឹងត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យមន្ទីរសង្គមកិច្ចក្រុងហើយមិញនេះខ្ញុំតាក់ទងទៅប្រធានមន្ទីរសង្គមកិច្ចលោកសុផលគាត់អត់បានលើកទូរស័ព្ទដើម្បីខ្ញុំចង់បញ្ជាក់គាត់ថាតើដាក់ទៅមជ្ឈមណ្ឌលកុមារកំព្រាណាខ្លះដើម្បីឲ្យម្ដាយឪពុកដែលគាត់មករកនេះឲ្យទៅដឹងទៅមើលកូនមើលចៅបាទហើយអាជ្ញាធរនោះក៏គាត់និយាយដែរមិញលោកពលវិថីក៏បញ្ជាក់ដែរថាកូនទាំងអស់នេះរកម្ដាយឪពុកអត់ទាន់ឃើញទេនឹងនៅណាឥឡូវនេះម្ដាយឪពុកជីតាអីមកដល់ហើយឥឡូវបើសិនជាអាណាព្យាបាលឬក៏និយាយតាចង់រកចៅរកកូនអាចជួបជាមួយខាងមន្ទីរសង្គមកិច្ចក្រុងបានគេនឹងប្រាប់ហើយប៉ុន្តែបើអត់បានរកទេចាំខ្ញុំបញ្ជាក់បើសិនជាខ្ញុំទទួលបានព័ត៌មានតិចទៀតនេះខ្ញុំសម្រាប់មួយវគ្គនេះបើសិនខ្ញុំទទួលបានព័ត៌មានពីខាងសង្គមកិច្ចខ្ញុំនឹងបញ្ជាក់ប្រាប់ថានៅមណ្ឌលណាហើយក្នុងខណ្ឌណាសង្កាត់ណាបញ្ជាក់បន្ថែមព្រោះមិញខ្ញុំតាក់ទងទៅប្រធានមន្ទីរសង្គមកិច្ចមិញគាត់អត់លើកទូរស័ព្ទខំអីជម្រាបឲ្យហើយបាទអញ្ចឹងលោកសុផលបើសិនជាបានទទួលដំណឹងនេះហើយសូមតាក់ទងមកខ្ញុំវិញផងឬក៏ចាំខ្ញុំតាក់ទងទៅថែមព្រោះគេចង់ដឹងថាកន្លែងណាដែលចៅរបស់គេកូនរបស់គេនៅបាទបញ្ចប់ប៉ុណ្ណឹងហើយសូមទៅមើលរឿងមួយលោកអ្នកមានរឿងមួយចម្លែកអញ្ចេះម្ដាយឪពុកស្លាប់អស់ទៅហើយប៉ុន្តែវានៅផ្ទះបាទវានៅផ្ទះសហការីរូបភាព fake ហ្នឹងគឺមានម្សិលមិញតែយើងអត់បានផ្សាយប៉ុន្តែរើមើលរូបម្សិលមិញឪពុកស្លាប់ទៅហើយកូនស្រីបង្កើតសុំសិទ្ធិកាន់កាប់ផ្ទះមេភូមិមិនអនុញ្ញាតហើយបិទលបងផ្ទះហ្នឹងទុករក្សាទុកជាសម្បត្តិរដ្ឋហើយមែនអញ្ចឹងអញ្ចេះរឿងហ្នឹងចេះឲ្យដឹងសាច់រឿងបន្តិចសិនគ្រួសារមួយហ្នឹងគាត់មានប្រពន្ធពីរទៅហើយពុនដើមត្រូវបានស្លាប់ពុនដើមគាត់មានកូនមានអីចឹងមកពុនដើមទៅបានស្លាប់ទៅរួចហើយគាត់ក៏បានអត់ទេមិនរូបភាពទេរូបភាពហ្នឹងហើយហ្នឹងហើយទៅហើយទៅបាទនេះកូនមកទៅហើយដែរមិញហ្នឹងហើយគាត់ថាឥឡូវចាប់ដើមមើលឲ្យឌីណាអានតិចសិនចាំខ្ញុំនិយាយបកស្រាយចានាងខ្ញុំឈ្មោះសូស្រីរស់សពថ្ងៃរស់នៅភូមិចំការគួយសង្កាត់ព្រៃពួចស្រុកអង្គស្នួរខេត្តកណ្ដាលបានឲ្យដឹងថាឪពុកបង្កើតរបស់នាងខ្ញុំឈ្មោះសូចន្ទាលួចមានប្រពន្ធក្រៅឈ្មោះជ័យនាងហើយបានចាក់ចេញពីក្រុមគ្រួសារទៅរស់នៅជាមួយប្រពន្ធក្រៅនៅឯខេត្តបាត់ដំបងស្ថិតក្នុងភូមិ13មករាសង្កាត់ព្រៃព្រះស្ដេចក្រុងបាត់ដំបងគឺបានកវ័យកឆ្នាំងសាងសង់ផ្ទះឈើមួយសម្រាប់ស្នាក់នៅកសាងជីវិតថ្មីចំណែកម្ដាយបង្កើតរបស់នាងខ្ញុំឈ្មោះថានាងណែកឯនេះគឺបានខូចចិត្តរហូតដល់ថ្ងៃមួយក៏ឈឺស្លាប់ច្រើនឆ្នាំក្រោយមកម្ដាយចុងរបស់នាងខ្ញុំក៏បានឈឺស្លាប់ហើយបន្តមកទៀតឪពុកបង្កើតរបស់នាងខ្ញុំក៏ជរាឈឺស្លាប់ទៀតសូមបញ្ជាក់ថាឪពុករបស់នាងខ្ញុំរស់នៅជាមួយប្រពន្ធក្រៅនេះអត់មានកូនចៅអីទេឥឡូវឪពុកបង្កើតម្ដាយបង្កើតនិងម្ដាយចុងបានស្លាប់អស់ហើយឯផ្ទះនៅក្រុងបាត់ដំបងត្រូវអាជ្ញាធរមូលដ្ឋានចាក់សោទុកចោលនាងខ្ញុំជាកូនបង្កើតរបស់ឈ្មោះសូចន្ទាជាមួយនឹងប្រពន្ធមុនបានទៅសុំសិទ្ធិចូលរស់នៅនឹងកាន់កាប់ផ្ទះឈើនៅក្រុងបាត់ដំបងនេះប៉ុន្តែមិនត្រូវបានលោកមេភូមិអនុញ្ញាតឲ្យចូលទៅរស់នៅនឹងកាន់កាប់នោះទេលោកមេភូមិនិយាយថាទោះនាងខ្ញុំជាកូនបង្កើតរបស់ឈ្មោះសូចន្ទាជាមួយប្រពន្ធមុនក៏ដោយប៉ុន្តែអត់មានចុះឈ្មោះនៅក្នុងសិភៅគ្រួសាររបស់ឈ្មោះសូចន្ទាជាមួយប្រពន្ធក្រៅនោះទេដូច្នេះហើយរូបនាងខ្ញុំមិនអាចចូលទៅរស់នៅនឹងកាន់កាប់ផ្ទះនោះបានទេចា៎ដូច្នេះផ្ទះឈើមួយនេះត្រូវបានចាត់ទុកជាសម្បត្តិរដ្ឋត្រង់នេះនាងខ្ញុំសូមសួរអ្នកច្បាប់ថារឿងផ្ទះឈើមួយនេះតើច្បាប់កំណត់អញ្ចឹងមែនឬយ៉ាងណាព្រោះនាងខ្ញុំសូមចូលទៅរស់នៅនឹងកាន់កាប់ផ្ទះនេះក៏ព្រោះតែនាងខ្ញុំជាកូនបង្កើតរបស់ឈ្មោះសូចន្ទា
bà chân chăm xông phát đo được bò bị khang nẹ chế bạp thả tá tiền ní cô ban tàu khẳng nà ban tàu rót cứ gọi ban tàu cồn lúc xong dây tích đầm bây cầm oi tôi tiền này chân bà bạ dùl tiền ní ní chỉ cồn bà buôn đàm cồn bà buôn đàm bà buôn đàm nó tàu ban slap tàu hai con lập bục bò họ lập bục bò cồn xây mà nhí cứ mà do một pôn mùi tiết pôn khôi do pôn mùi tiết khôi ní cứ một pôn nó lực mặt ở bò hai một pôn khôi ní cứ ăn miên côn đi chẳng nè bữa đây ấy lâu một pôn là pôn quát có slap một pôn cào ní có slap mà đai ba nó có slap chẳng vì nè côn chẳng một bồn cày ní ra bọn mình cố là lấy nó bị ọt miên xanh nhiệt em đang tiết mê phum là phum nó khung ấy mấy nhỉ cứ mê phum đọc bay mẹ ra khung không không phần cắt pre press đắt trong bát đầm bông phần cắt pre press đắt ba trong bát đầm bông hả tia bánh mấy người tia sân lại cái này một tia hay rồi tia sân rồi dẹp tia tiền làm bây giờ không ai nếu ai ở hàng này sẽ bao cái chui bị dùn bộ nhóm đam mê còn ai dây khó chịu chẳng ngày lâu ní tiền ní ở toàn bàn tôi vì nào thế hai hàng mê phun cái hôm qua chạ sáu tục tha sầm mặt rót bàn tay lấy côn đá mẹ côn một phun đá mẹ còn tha lấy miên côn để chọp sai xa lỗ hạt đây chẳng côn này cái tiền ní bộ cô lại nhóm chỉ côn mà cao để vào một phun đá bên mấy bàn tay chỉ là phục bọc nhom để con bây giờ một phun trong bàn tay mà xem như một phun có như còn nguyên cấu là nó hơi phun con gỏi cho bàn tay việc ót việc đánh sờ lại chân móng nè việc đánh sai bàn tay sai nhía đó nè chắc tiền đi về rồi nè ao khơi lấy cái con là một phun nào nước con một xóm rất cằn cặp tia bàn tay mới phun quả thá ở tới tục giờ mà đó đây nè on men cho nông mình chi sập phơi đi vì vậy nên bà đại xóm bây giờ ta con đây con đau mẹ đầu tiên tuy trong ban giúp tiền một cục cồn đấy cứ cô nó lên pin nhỉ tiền đây này đi việc đánh sờ lạc này nè người cười đánh sờ lạc phần tay con là trong xuôi này mà vinh tha ta hành trắng này tiền hành trắng này cô ai bập pun con bập pun đau luôn để chưa là phục đai đâu ta trời ban tôi là cô nó đây là tới bờ sạch nhiệt bập pun cào đi khuyên sạch nhiệt xa lỗ hạt đây bỏ này hai cậu khuyên cô đây bỏ này chẳng tiền nó cô tục ở rót rồi có tục ấy kháng cô đau đi để cô không tiền nè chẳng càng cô này còn tha con men từ trong từ tiêm tia kê từ này kia từ tua score lại phần ta đời xa te việc đánh pu ở liên từ mong thế này và pun có đánh pu chân nó mong thế này chẳng việc này pu là pu nếu này miền cô và pun đám ấy trong do cô và pun đám là tôi cô không tiền nó tạo ban rồi tê và của lấy nó còn tiền nó tục trao rồi tại sao trao rồi và mê phú của con ở đây pa po là tục truyền rót mà ta lấy rót mày gió thế ta ở cô nó đá đi ra mấy anh nó tục chụp áp á tục chụp áp cô chặt chay và của mê phú của con ở đây do đây mê phú tao ơi còn dây tao cái oi mấy này anh cứ bên phơi cô ra nó nông nông phong mô tu na chúng ta có khai bờ lòng ấyแต่ก่อนมาทับปิดปกอดเอ้น่ะนั่งสิบับถ้าเกิดใบใจไม่มารอดcái thấy người nữ sai sờ lại khang lập bục nó thằng tại bồn đào mấy người ta chỉ sai sờ lại khang lập bục chẳng ở kia tới và nắng tàu kia tới nắngแล้วก่อนมาสู้อย่างจังไอ้ช่างพยายามเตลูกซกสมอื่นแต่ไม่ลูกไปอยู่ไปในเพลย์ฉบับจังนะแต่ตัวงอดบานไปbài trắng xôm này chỉ ba bờ sân gì khơi như trắng cái chui ở đó dự bón thay tao cô ban tới rót đi cọt cô ban tới sạch nhiệt côn bột pun đàm bà bột pun gói ọt miếng sạch nhiệt tê đạch sai ra lại phăng đạch pui phăng hỏi bà tao trắng trực tiếp luôn nè miền nè chỉ ba quạt đó dự bón mò la bà ở con tụi tên nói chuyện là lấy xôm pê sầm đạm tay chân bà trực tiếp với một chục thiên là vẹn trong còi bà lá trong chấm đất nơi một bè bị chân phùm ở
ភូមិ CPC សង្កាត់ទឹកថ្លាខណ្ឌសែនសុខប្រពន្ធព័ត៌មានបានឲ្យដឹងថាមុនការហេតុមានម៉ូតូ Honda Dream ពណ៌ខ្មៅបើកបរដោយយុវជនម្នាក់ក្នុងស្ថានភាពស្រវឹងទិសដៅពីកាតលិចបោះពួរយ៉ាងលឿនរេចង្គត់ទៅបុករនាំងដៃពុះចែកផ្លូវបណ្ដាលឲ្យដួលសន្លប់ស្ដុកស្ដឹងមួយសន្ទុះទៅដឹងខ្លួនវិញក៏ទូរស័ព្ទហៅសាច់ញាតិមកដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈចំណែកម៉ូតូបែកកតែតែរនាំងដៃដែលពុះចែកផ្លូវនោះគឺអត់មានរងការខូចខាតអីនោះទេចា៎ហើយព័ត៌មានជាបន្តទៅទៀតនេះគឺចេញពីធ្វើការជិះម៉ូតូទៅបុករថយន្តដួលរងរបួសធ្ងន់ខ្លួនឯងនារីវ័យក្មេងម្នាក់ជិះម៉ូតូចេញពីធ្វើការត្រឡប់ទៅផ្ទះវិញបានរេចង្គត់ទៅបុកនឹងរថយន្តតាក់ស៊ីម៉ែត VIP ពណ៌ខ្មៅពេញទំហឹងបណ្ដាលឲ្យដួលសន្លប់ខ្លួនឯងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 1:15 នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី 1 ខែតុលានៅចំណុច Stop DN ផ្លូវកម្ពុជាក្រោមកែងផ្លូវនិរុស្ថិតនៅក្នុងសង្កាត់មិត្តភាពខណ្ឌ 7 មករាបើតាមសាស័យដែលបានឃើញហេតុការណ៍បានឲ្យដឹងថាមុនពេលកាត់ហេតុគេបានឃើញម៉ូតូកូនទាពណ៌ឈាមជ្រូកបើកបរដោយនារីម្នាក់តាមបណ្ដោយផ្លូវនិរុស្ថទិសដៅពីត្បូងទៅជើងពេលមកដល់ Stop ក៏បានជ្រុលទៅបុកនឹងរថយន្តតាក់ស៊ីម៉ែត VIP ពណ៌ខ្មៅដែលមានដឹកភ្ញៀវពេញនៅក្នុងរថយន្តធ្វើដំណើរតាមផ្លូវកម្ពុជាក្រោមទិសដៅពីលិចទៅកើតមកដល់ចំណុចខាងលើស្រាប់តែអ្នកបើកម៉ូតូបានរេចង្គត់ទៅបុកនឹងរថយន្តលើកង់មុខខាងស្ដាំបណ្ដាលឲ្យម៉ូតូដួលវិកកចំណែកអ្នកបើកដួលបោកនឹងថ្នល់សន្លប់ស្ដុកស្ដឹងរីឯរថយន្តដាច់កញ្ចក់ចំហៀងខាងស្ដាំក្រោយពេលកាត់ហេតុមានបរិបទ 2 នាក់បានដឹកនារីដែលសន្លប់តាមរមាក់ម៉ូតូយកទៅព្យាបាលនៅមន្ទីរពេទ្យឯកជននៅក្បែរនោះលុះពេលដែលនាងដឹងខ្លួនឡើងវិញមានសភាពវង្វេងនិងសួរមិនដឹងរឿងទេគ្រាន់តែដឹងថានាងមានឈ្មោះលីនមានទីលំនៅនៅម្ដុំគីឡូម៉ែត្រលេខ 6 ខណ្ឌឫស្សីកែវរថយន្តបង្ចាំម៉ូតូហើយនៅរថយន្តត្រូវបានសមត្ថកិច្ចបោះវែងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ 7 មករាដើម្បីរងចាំភាគីទាំងពីរចូលខ្លួនមកដោះស្រាយនៅពេលក្រោយចា៎ហើយនេះខ្ញុំអសូមចូលទៅមួយរឿងទៀតគឺគ្រោះថ្នាក់ចរាចរណ៍តិចតួចបំរុងបង្កអំពើហិង្សាយុវជនស្រវឹងម្នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនជ្រុលទៅបុកនឹងម៉ូតូមួយគ្រឿងទៀតអស់ដែលអស់សាំងហើយអង្គុយលើម៉ូតូដោជើងបញ្ច្រាស់ទិសដៅចរាចរណ៍បណ្ដាលឲ្យដួលរងរបួសស្រាលតែភាគីទាំងសងខាងឆ្លោះប្រកែកគ្នាបំរុងបង្កអំពើហិង្សាធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 10:45 នាទីយប់ថ្ងៃទី 30 ខែកញ្ញាមុខស្ថានទូតបារាំងខាងត្បូងរំងមូលគួយកណ្ដុងតាមបណ្ដោយផ្លូវព្រះមុនីវង្សស្ថិតនៅក្នុងសង្កាត់ស្រែចកខណ្ឌដូនពេញបើតាមសាកសីដែលបានឃើញហេតុការណ៍បានឲ្យដឹងថាមុនពេលកាត់ហេតុគេបានឃើញម៉ូតូ Honda Dream ប្រើប៊ិចបិទតែមពសបើកបរដោយយុវជនម្នាក់ក្នុងស្ថានភាពស្រវឹងស្រាធ្វើដំណើរតាមផ្លូវលេខ 70 បបស្ដាំតាមផ្លូវព្រះមុនីវង្សក្នុងល្បឿនយ៉ាងលឿនហើយថែមទាំងស្រវឹងទៀតផងពេលជិះមកដល់ខាងត្បូងរង្វង់មូលគួយកណ្ដុងក៏ជ្រុលទៅបុកនឹងម៉ូតូកូនទាពណ៌សលាយទឹកសមុទ្រជិះគ្នា3នាក់តែម៉ូតូអស់សាំងទើបបានជាអ្នកបើកបរអង្គុយលើម៉ូតូហើយយកជើងដោរុញទៅមុខនៅលើផ្លូវបញ្ច្រាស់ទិសដៅចរាចរណ៍ក៏ត្រូវម៉ូតូ Honda Dream បុកពេញទំហឹងបណ្ដាលឲ្យម៉ូតូកូនទាខូចខាតជាទម្ងន់ឯខាងម៉ូតូបង្កបែកក្បាលខាងឆ្វេងនិងរលត់ដេកអត់ឆេះតែរងរបួសស្រាលទាំងអស់គ្នាបន្ទាប់ពីការហេតុភាគីទាំងពីរជជែកយកត្រូវរៀងខ្លួនអូសបន្លាយពេល7 ម៉ោងដោយខាងម៉ូតូ Honda Dream ហៅមិត្តភ័ក្តិ 4 ទៅ 5 នាក់ទៀតជិះម៉ូតូ2គ្រឿងមកសុទ្ធតែស្រវឹងដូចគ្នាដល់ពេលមកដល់គឺបានរករឿងវាយតប់ជាមួយនឹងយុវជនដែលជិះម៉ូតូកូនទាដោយសារតែមិនមានសមត្ថកិច្ចចុះទៅសម្របសម្រួលទេទុកឲ្យភាគីទាំងពីរធ្វើការចរចាគ្នាដោយខាងម៉ូតូកូនទាសុកចិត្តចេញថ្លៃខូចខាតដល់ខាងម៉ូតូ Honda Dream ទាំងស្រុងដើម្បីបញ្ចប់រឿងចារឿងជាបន្តនេះគឺទារិកាអាយុ 5 ខែម្នាក់បានស្លាប់ពេលម្ដាយបញ្ជូនទៅដល់មន្ទីរពេទ្យទារិកាអាយុ 5 ខែត្រូវបានម្ដាយយកទៅផ្ញើនៅសាលាមើលក្មេង IIS តាំងពីព្រឹកថ្ងៃទី 30 ខែកញ្ញារហូតដល់ម៉ោង 10 ព្រឹកថ្ងៃដដែលបានចេញពីធ្វើការមកមើលកូនស្រាប់តែមានអាការៈមិនស្រួលក៏ប្រញាប់យកទៅមន្ទីរពេទ្យគុណធបុប្ផាហើយគ្រូពេទ្យប្រាប់ថាបានស្លាប់ហើយដូច្នេះគាត់ក៏បានដឹកមកខាងសាលាវិញដើម្បីឲ្យទទួលខុសត្រូវដែលហេតុការណ៍នេះកាត់ឡើងកាលពីវេលាម៉ោង 1 រសៀលថ្ងៃទី 30 ខែកញ្ញានៅចំណុចផ្ទះជួលក្រុម 2 ភូមិស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខសពទារិកាមានឈ្មោះថាសៀវអ៊ីអាយុដើម្បីឲ្យម្ដាយឪពុកដែលគាត់មករកនេះឲ្យទៅដឹងទៅមើលកូនមើលចៅបាទហើយអាជ្ញាធរនោះក៏គាត់និយាយដែរមិញលោកពលវិថីក៏បញ្ជាក់ដែរថាកូនទាំងអស់នេះរកម្ដាយឪពុកអត់ទាន់ឃើញទេនឹងនៅណាឥឡូវនេះម្ដាយឪពុកជាតាអីមកដល់ហើយឥឡូវបើសិនជាអាណាព្យាបាលឬក៏យាយតាចង់រកចៅរកកូនអាចជួបជាមួយខាងមន្ទីរសង្គមកិច្ចក្រុងបានគេមិនប្រាប់ហើយប៉ុន្តែបើអត់បានរកទេចាំខ្ញុំបញ្ជាក់បើសិនជាខ្ញុំទទួលបានព័ត៌មានតិចទៀតនេះខ្ញុំសម្រាប់មួយវគ្គនេះបើសិនខ្ញុំទទួលបានព័ត៌មានពីខាងសង្គមកិច្ចខ្ញុំនឹងបញ្ជាក់ប្រាប់ថានៅមណ្ឌលណាហើយក្នុងខណ្ឌណាសង្កាត់ណាបញ្ជាក់បន្ថែមព្រោះមិញខ្ញុំតាក់ទងទៅប្រធានមន្ទីរសង្គមកិច្ចមិញគាត់អត់លើកទូរស័ព្ទខំអីជម្រាបឲ្យហើយបាទចឹងលោកសុផលបើសិនជាបានទទួលដំណឹងនេះហើយសូមតាក់ទងមកខ្ញុំវិញផងឬក៏ចាំខ្ញុំតាក់ទងទៅថែម
vô cái trong đăng ta cả lại na để trao rồi bỏ cái côn bỏ cái nâu ba tôi chọc bản nắng hai xong tới mới rương môi luôn nè miền rương môi chầm lại chè mà đai ở bút slap ở thở hơi bàn tay về nâu tè mà về nâu tè dạ cái đây rụp hiệp phịch những cái miền mà sầm anh tại dương ở bàn sai bàn tay rồi mưa rụp mà sầm anh ở bút slap thở hơi côn xây bằng cát sông xích căn cặp tè mi phú mình ăn nhát hai bắt là bong tè nắng tục đạ xa tục chia sầm bạt gọn đây chẳng trẻ rương nâng trẻ ở đằng sau rương tịch sẵn cru xa mùi nâng con nguyên của pôn pi đài pôn đám thầy ban slap pôn đám còn nguyên côn bên đây chẳng màu pôn đám thầy ban slap tấu rồi hai có ban ở đây mình rụp hiệp nâng ngay nâng ngay thảo và Nicole mở thảo đây mày nâng ngay có thà lấy chập đa mười đi na an thì xem chậm nhầm gì bỏ xài nên nhóm mua so sánh đó sắp ngay rồi nợ phum chấm ca cuốiสังกัดเปรย์พูดสอบองสนูแขกกันได้บานในดังท่าพวกบังการระบอนนี้ขยมชมัวโซจันท่าหลุดเมียนประปนกล้าวชมัวใจเนี้ยงให้บานจะใจปีกรมกรุษาแต่รุ่นนั้นจะมือประปนกล้าวในไอแขกบัดดำบองถัดขนงภูมิดับใบแม่กระสังกัดเปรย์เปรสได้กรองบัดดำบองคือบานก่อไว้ก่อชนะสร้างซองแต่เชิงมวยสำหรับสนัดเนื้อก่อสร้างชีวิตทำไมจำในมาได้บังการระบอนนี้ขยมชมัวทันเนียงในแอนเน่คือบานเขาจัดระหดดอทั้งไงมวยก็ชื่อสลัมฉะนั้นชนะกลายมองมาได้จงระบอนนี้ขยมกับบานชื่อสลัมให้บรรทอบรรทอมกเตี้ยปกบังการระบอนนิ่งขยมก็จะเรียชื่อสลับติดสมบัญเจท่าปกระบอนนิ่งขยมรุ่นเนยจิมวยประปนกราวนี้ออกมินโกนใจไอเต้ไอเล่ปกบังการมาได้บังการนึงมาได้จ้องบันสลับเอาให้ไอเต้ในกรองบัดดำบ้องแต่อัญญาทอมูลแทนจะสาวตกเจ้านิ่งขยมจิกรมบังการระบอชมูโซจันท่าเชียจิมวยอันนึงประปนมุนบันแต่สมเสดโจรุ่นเนยหนึ่งการกับแต่เชิญในกรองบัดดำบ้องนี้ปันใต้มันเตะบันลูกเมย์พุ่มอนุญาตเอาโจแต่รุ่นเนยหนึ่งการกับนุเต้ลูกเมย์พุ่มในยัยท่าตัวนิ่งขยมจิกรมบังการระบอชมูโซจันท่าจิมวยประปนมุนก็ได้ปันใต้ออกเมียนโจชมูในขนมสิบพันครูซาระบอชมูโซจันท่าจิมวยประปนกราวนุเต้ดูชนะให้รุ่นนิ่งขยมมันอาโจแต่รุ่นเนยหนึ่งการกับแต่นุบันเต้แจมโดยชนะเปเตเชอร์มวยนี้แต่บานจับตกจีสมบัติรอดตรงนี้นิ่งขยมสมส่วนในฉบับท่าเรื่องเปเตเชอร์มวยนี้ตาฉบับกำหนดอันจังแม่หรืออย่างแน่ปรุนิ่งขยมสมโจแต่รุ่นนั้นหนึ่งการกับแต่นี้กับปรุแต่นิ่งขยมจิโกบังการบ่าต่อช่วยใช่ไหมแจเรื่องจิบันตอนนี้คือเจ้าเฉาะกับบบสเตรจนจิจุปอนเหมือนบานสำรัจสเตรจนจิจุปอนเหมือนเนี่ยอยู่กับบบดานเล้งในมุกเตะจนสงสัยปีนี้เพื่อสกัดมาพิบเฉาะกับบบเหมือนบานสำรัจคอมเปรมรถเกิดบันดาลเอาเชิงดัวหรือลอกระบาดจงกรแต่สองข้างการไปบริมังประมาณ130 นาทียกไงตี30ไข่เนี้ยนบรายปิดพบทำไมแพทย์เลจะสประมวยเพลดับประปีในภูมิตะแปลงครั้งสังกัดจำแจ้คันโปสันจีจนดองกรมมีชมูทาเซโกเพชรประอายุเพชรไสอายุ30 ปีชั้นจะจนจิจปอนจีดนตรีก็เล่นพิจารณาสนับในประกาศหัดขังเลือให้กดบานในดังทามันไปการให้กดบานยัวกับโบกมวยให้ได้เช่นหมกลมให้ในหมุกเตะจบหนึ่งเพลเลดับประปีสลับแต่เมียนจน2 ปีนี้อันได้ตามเฉาะกับโบบอกว่าเออกดไพ่เป็ดคำปรังรถเกิดระหดด้วยหรือบาจงกุ้งแต่งสองข้างจำนายจนสองไซส์เฉาะกับบนบานสำรัจบานนอมเคลียรถกิจขลุ่นบัตรกลายเป็นการให้สเตรองกรุ๊ปไพ่เป้บานรถเชนปีบริแต่ตามเพลย์เวงเซนชมนมุกสถานีเปล่งอันตรเนตลมล้องเนื้อกบายบริปีพบทำไมหนูหายตุลซับหายสัญญาณอันมกตัวตลอดแต่เว้นแต่อมีเนเลือกตุลซับก่อนเนื้อองกุยจัดดอมมองแปมจ้ะคืออมีเนมกตัวเตี้ยเติบบุกหลังสถานีหนึ่งเนเคยเหตุการณ์บานจุนตลอดแต่เว้นจ้ะให้เรื่องจะให้เรื่องจิบันตอนนี้คือกรุษณาจราจรวิ่งมาดองสว่างแซ่บบาวกระยุนบอกบังโกเพลิงเทรทะเลใบอมปูเพลิงมันพลุเพลิงบริษัทมันเนี้ยบาวกระยุนขนมสถานเพียบสว่างจุกจ้วมบงจังโก้แต่บงนางบังโกเพลิงมันพลุเพลิงหมุดดามบรรดาเอาเทรบังโกเพลิงหนึ่งทะเลใบอมปูเพลิงมันพลุเพลิงจำนายกระยุนบังโกสร้างมวยกำนัดขังมุกการไปบริมองดับปี150 นาทีรวมลงอัตเรียชินโจไงตีมวยไข่ตุลาตามบรรดาเพลิงเลข50 มวยไก่1เพลิงเลข200 มุกหางกาแฟยูทันในขนมสกัดบังเรียงขันดนปิง
បើតាមសាកសីបានឃើញហេតុការណ៍គាត់បានឲ្យដឹងថាមុនពេលកាត់ហេតុគេឃើញរថយន្តបង្កម៉ាក Corolla Porsche បើកបរដោយបរិសុទ្ធម្នាក់មិនស្គាល់អត្តសញ្ញាណបើកតាមបណ្ដោយផ្លូវលេខ51ទិសដៅពីជើងទៅត្បូងមកដល់ផ្លូវកែងលេខ200ត្រង់មុខហាងកាហ្វេរថយន្តបានបត់ឆ្វេងបួនចង្កូតលឿនពេកក៏បានរេចង្កូតទៅខាងឆ្វេងបុកបង្គោលភ្លើងបំភ្លឺផ្លូវធ្វើឲ្យត្រេតបង្គោលភ្លើងនិងធ្លាក់អំពូលបំភ្លឺផ្លូវបែកខ្ចាយនិងបែកផើងដើមដូងដែលនៅជាប់នឹងបង្គោលភ្លើងអស់មួយផើងចំណែករថយន្តខ្ទេចផ្នែកខាងមុខនិងបែកធុងទឹកតែអ្នកបើកបរមិនមានរងរបួសអ្វីទេក្រោយពេលកាត់ហេតុអ្នកបើករថយន្តបានរត់គេចខ្លួនហើយបានទូរស័ព្ទហៅអ្នករួមការងារជាមួយឲ្យមកយកកំភ្លើងហើយនៅវិទ្យុតាក់ទងរបស់ខ្លួននឹងយកទៅរក្សាទុករីឯរថយន្តបង្កត្រូវបានសមត្ថកិច្ចបោះវែងនិងស្ទុះយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំម្ចាស់ចូលខ្លួនធ្វើការដោះស្រាយនៅពេលក្រោយចា៎ហើយព័ត៌មានជាបន្តនេះគឺស្រវឹងស្រាបើករថយន្តទាំងបិទភ្នែកទៅបុកខ្លោងទ្វារភោជនីយដ្ឋាន Happy Grill បរិសុទ្ធម្នាក់បើករថយន្តទាំងស្រវឹងស្រាធ្លាក់ភ្នែកងក់មួយភាំងរេចង្កត់ទៅបុកផ្ទប់នឹងសសរខ្លោងទ្វារភោជនីយដ្ឋានពេញទំហឹងបណ្ដាលឲ្យអ្នករថយន្តបែកមកបន្តិចហើយរថយន្តតិចមួយកំណាត់ខាងមុខកាលពីវេលាម៉ោង 12:40 នាទីរំលងអាត្រាឈានចូលថ្ងៃទី 1 ខែកញ្ញាតាមបណ្ដោយផ្លូវលេខ 1986 មុខភោជនីយដ្ឋាន Happy Grill ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខតាមប្រភពព័ត៌មានពីអ្នកនៅជុំវិញកន្លែងកាត់ហេតុបានឲ្យដឹងថាមុនពេលកាត់ហេតុគេឃើញរថយន្តបង្កម៉ាកកាមរីហើយព្រាតពណ៌ទឹកមាសបើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងធ្វើដំណើរពីកាត់ទៅលិចលុះមកដល់ចំណុចកាត់ហេតុដោយសារតែអ្នកបើកបរស្រវឹងហើយងក់បានរេចង្កត់ទៅខាងស្ដាំឡើងលើខឿនចិញ្ចើមផ្លូវទៅបុកសសរខ្លោងទ្វារភោជនីយដ្ឋានខាងលើបណ្ដាលឲ្យអ្នកបើកបរបែកមកបន្តិចរថយន្តខ្ទេចមួយកំណាត់ខាងមុខរីឯសសរបង្គោលខ្លោងទ្វារខូចខាតទាំងស្រុងតែមិនបានរលំទេក្រោយពេលកាត់ហេតុម្ចាស់រថយន្តមិនព្រមដោះស្រាយភ្លាមៗនៅនឹងកន្លែងទេគឺគាត់ត្រូវបានសាច់ញាតិបញ្ជូនទៅគ្លីនិកឯកជនចំណែកឯរថយន្តវិញត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខដើម្បីដោះស្រាយចាឥឡូវនេះយើងចូលទៅរឿងគ្រោះថ្នាក់ចរាចរណ៍មួយទៀតហើយចាស់រៀងច្រើនបន្តិចថ្ងៃនេះផឹកស៊ីស្រវឹងជិះម៉ូតូទៅបុករនាំងដៃពុះចែកផ្លូវរងរបួសយ៉ាងដំណំយុវជនម្នាក់ចេញពីផឹកស៊ីស្រវឹងបានជិះម៉ូតូទៅបុករនាំងដៃពុះចែកផ្លូវបណ្ដាលឲ្យដួលរងរបួសយ៉ាងដំណំចំណែករនាំងដៃនោះគឺអត់មានការខូចខាតទេកាត់ឡើងកាលពីវេលាម៉ោង 1:05 នាទីរំលងអាត្រាឈានចូលថ្ងៃទី 1 ខែតុលាថាពួកគាត់ទាំងអស់គ្នាគឺកូនរបស់គាត់ត្រូវបានអាជ្ញាធរឃាត់ខ្លួននៅក្នុងខណ្ឌច្បារអំពៅកាលពីថ្ងៃទី 22 ថ្ងៃទី 22 អញ្ចឹងឥឡូវកូនរបស់គាត់អត់ដឹងថានៅឯណាទេបាទរូបភាពដែលគាត់មកម្សិលមិញសាករីមកដល់ស្ថានីយ៍យើងម្សិលមិញបាទមើលរូបភាពហ្នឹងគាត់មកនេះបាទវីដេអូឬក៏គាំងបាទអញ្ចឹងគាត់មកសួរខ្ញុំនេះគាត់សួរអញ្ចេះគាត់សួរថានៅពេលដែលអាជ្ញាធរគាត់ខ្លួនកូនគាត់របស់កូនគាត់ទាំងអស់នេះកូនគាត់ចៅគាត់តើយកទៅទុកនៅណាគាត់រកអត់ឃើញហើយទៅសួរខាងក្រសួងមហាផ្ទៃក្រសួងថាខាងអង្គការគេយកប៉ុន្តែដល់គាត់សួរចំពីណាទេណាខ្ញុំអត់ដឹងទេអញ្ចឹងពួកគាត់មកដល់ស្ថានីយ៍ខ្ញុំម្សិលមិញនេះគឺគាត់រកកូនរកចៅរបស់គាត់ដែលត្រូវបានមកស្នាក់នៅច្បារអំពៅនេះដើម្បីលក់ដូរដល់ពេលឥឡូវខាងសមត្ថកិច្ចគេឃាត់ខ្លួនដោយចាប់ទាំងម្ចាស់ផ្ទះដោយចោទម្ចាស់ផ្ទះថាជាអ្នកកេងប្រវ័ញ្ចពលកម្មកុមារផ្ទះមួយនៅច្បារអំពៅនោះគឺគាត់រក្សាទុកក្មេងៗអាយុចាប់ពី12ឆ្នាំចុះក្រោម12ឆ្នាំចុះមកត្រឹមតែ8ឆ្នាំដើម្បីដើរលក់របស់របរនៅតាមហាងនោះដូចមជូរដូចអីបាទហ្នឹងមានបាយក្តាំងមានមជូរមានសណ្ដែកដីមានពងមាន់បាទដែលលក់តាមហាងដែលគេដុបម៉ូតូដាក់នេះឡើងគេចាប់បាទចាប់នៅច្បារអំពៅអញ្ចឹងបើតាមលោកពលវិថីលោកដែលបានធ្វើកិច្ចការនេះថាកន្លែងផ្ទះមួយហ្នឹងគឺគាត់រក្សាទុកក្មេងៗហ្នឹងដើម្បីកេងប្រវ័ញ្ចពលកម្មពួកគេយប់ឡើងពួកគេមិនបានដេកទេដឹកដើរដាក់តាមហាងលក់មិញហ្នឹងដូចខ្ញុំប្រាប់មានមជូរមានពងគ្រួចវាមានបាយក្តាំងវាមានសណ្ដែកដីវាមានពងមាន់អីចឹងមកបាទហើយម៉ោង 2 កន្លប់ដឹកមកចូលផ្ទះវិញពេលព្រឹកឲ្យពួកគេទៅសុំទានតាមស្តុបនីមួយអញ្ចឹងគេមើលឃើញថាវានេះជាការកេងប្រវ័ញ្ចទៅលើពលកម្មកុមារបាទអញ្ចឹង
ឥឡូវមកចាប់ផ្ទះហ្នឹងត្រូវបានខាត់ខ្លួនហើយក្មេងទាំងអស់នោះក៏ត្រូវបានយកទៅដាក់នៅមជ្ឈមណ្ឌលបើតាមលោកពលវិថីប្រាប់ខ្ញុំបំបញ្ញមិញថាក្មេងទាំងអស់នេះគឺត្រូវបានប្រគល់ទៅឲ្យមន្ទីរសង្គមកិច្ចក្រុងហើយមន្ទីរសង្គមកិច្ចក្រុងគាត់ត្រូវបែងចែកទៅតាមមជ្ឈមណ្ឌលកុមារកំព្រាដែលថែរក្សាក្មេងៗទាំងអស់នេះប៉ុន្តែលោកពូអ្នកមីងលោកយាយលោកតាដែលមកដល់ស្ថានីយ៍ខ្ញុំម្សិលមិញគាត់មកសុំសួរថាចៅរបស់គាត់កូនរបស់គាត់នៅឯណាទុកនៅឯណាគាត់រកអត់ឃើញទេអញ្ចឹងគាត់ចង់ដឹងតំណែងថាកូននៅណាចៅនៅណាឥឡូវសូមជម្រាបទៅលោកពូអ្នកមីងទាំងអស់វិញគឺកូននឹងត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យមន្ទីរសង្គមកិច្ចក្រុងហើយមិញនេះខ្ញុំតាក់ទងទៅប្រធានមន្ទីរសង្គមកិច្ចលោកសុផលគាត់អត់បានលើកទូរស័ព្ទដើម្បីខ្ញុំចង់បញ្ជាក់គាត់ថាតើដាក់ទៅមជ្ឈមណ្ឌលកុមារកំព្រាណាខ្លះ5ខែមានម្ដាយឈ្មោះលៀមវីអាយុ33ឆ្នាំជាកម្មការិនីរោងចក្រហើយប្តីឈ្មោះថាប៊ុនឋានអាយុ28ឆ្នាំមុខរបរសន្តិសុខស្នាក់នៅភូមិស្លៃរលើងសង្កាត់ទឹកថ្លាចំណែកប្រធានមជ្ឈមណ្ឌលមានឈ្មោះថារស់ដុល្លារភេទស្រីអាយុ32ឆ្នាំស្នាក់នៅផ្ទះលេខ60ផ្លូវលេខ146សង្កាត់ផ្សារដេប៉ូទី2ខណ្ឌទួលគោកតាមស្ត្រីជាម្ដាយបានឲ្យដឹងថាគាត់ទើបតែយកកូនរបស់គាត់នោះមកផ្ញើបានរយៈពេល3ថ្ងៃប៉ុណ្ណោះដោយមិនមានបងលើចេញបានទទួលមើលថែនៅឡើយទេគឺមើលសាក់លបងហើយដល់ព្រឹកឡើងគាត់យកមកផ្ញើដល់ពេលម៉ោង10ព្រឹកទើបគាត់ចេញពីធ្វើការដើម្បីមកបំបើកដោះកូនរួចហើយក៏ត្រឡប់ទៅធ្វើការវិញរហូតដល់ល្ងាចម៉ោង4ទើបយកកូននឹងត្រឡប់ទៅផ្ទះវិញដែលឡែកនៅថ្ងៃកើតហេតុម្ដាយបានយកកូនទៅផ្ញើដូចធម្មតាហើយដល់ពេលអញ្ចឹងគាត់បានមកមើលកូនគាត់វិញដើម្បីបំបើកដល់អញ្ចឹងគាត់ឃើញអាការៈរបស់កូនគាត់នឹងមានអាការៈក្អួតចង្អោរនិងរាគផងដូច្នេះគាត់ក៏បញ្ញាយកកូនទៅគ្លីនិកឯកជនដែលនៅក្បែរនោះតែខាងគ្រូពេទ្យហ្នឹងគេអត់ហ៊ានមើលទេអញ្ចឹងគាត់បញ្ជូនបន្តទៅខាងគន្ធបុប្ផាប៉ុន្តែនៅពេលដល់ពេទ្យថាបានស្លាប់ហើយដូច្នេះគាត់ក៏យកកូនរបស់គាត់មកសាលាវិញដើម្បីឲ្យសាលាទទួលខុសត្រូវហើយគាត់ថាគាត់សុំទារ$3,000ដែលអត់មានការប្តឹងផ្ដាល់ទេប៉ុន្តែខាងសាលាគេបានផ្ដល់លុយចរចាសំណងត្រឹម$1,000ដើម្បីបញ្ចប់រឿងនេះហើយឥឡូវនេះសពទារិកាត្រូវបានម្ដាយយកទៅបូជានៅវត្តអង្គតាមីងចាសាលាអីគេសាលាមើលថែក្មេង IIS ចឹងនេះអាហ្នឹងគេចិញ្ចឹមក្មេងគេយកមួយខែប៉ុន្មានគេមានប្រាប់ទេចាអត់មានប្រាប់ទេក្នុងនេះហ៎បាទនៅក្នុងទីក្រុងភ្នំពេញយើងមានកន្លែងមជ្ឈមណ្ឌលឬក៏សាលាអញ្ចឹងគេថែរក្សាក្មេងពីព្រោះវាមានម្ដាយឪពុកខ្លះគាត់រវល់ធ្វើការអញ្ចឹងគេស៊ីឈ្នួលមើលថែក្មេងបាទប៉ុន្តែតកតងនឹងការស៊ីឈ្នួលមើលថែក្មេងនេះហានិភ័យខ្ពស់ត្រូវដឹងពីព្រោះទី1ក្មេងតូចអាការកើតជំងឺនេះយើងពិបាកនឹងការគ្រប់គ្រងមើលថែយើងគ្រប់គ្រងវាណាព្រោះពេលខ្លះឃើញឈឺតែមួយផ្លែតទៅភ្លាមហើយការពីចិញ្ចឹមបីបាច់ថែរក្សាគឺវាពិបាកអ្នកដែលថែរក្សាកូនហ្នឹងឧទាហរណ៍ថាមួយខែ100ឬក៏មួយខែ80 70បាទបានលុយគេកូនវាមិនអីមិនបញ្ហាប៉ុន្តែតែកាលណាមានបញ្ហាចាសរុបពាន់ចឹងជួនកាលពេលខ្លះក៏វាមិនមែនជាចេតនារបស់ខាងអ្នកចិញ្ចឹមដែរដោយសារតែបញ្ហាអាការៈជំងឺប៉ុន្តែអ្នកដែលថែរក្សាកូនមើលកូនឲ្យគេនេះដាច់ខាតអ្នកត្រូវតែជូនដំណឹងភ្លាមនៅពេលដែលថាអ្នកកូនរបស់អ្នកឥឡូវនេះវាអាការៈវាអត់ស្រួលខ្ញុំទៅយកមកពេទ្យហើយបើសុំជួយមកមើលផងបាទដើម្បីកុំឲ្យម្ដាយឪពុកគេវាមិនទិលចាបាទអញ្ចឹងវាគ្រោះថ្នាក់ណាស់បញ្ហាកូនពួកខ្ញុំធ្លាប់ក៏មុនកន្លែងគេរកឃើញមកកន្លែងគឺកន្លែងផ្ទះហ្នឹងនៅម្ដុំផ្សារទឹកល្អក់កន្លែងនោះសូតកូនតូចទីរក់កន្លែងគេមើលក្មេងកន្លែងមើលអូមកបុកតែម្ដងបាទអញ្ចឹងវាគ្រោះថ្នាក់ណាស់តែគ្រាន់តែថាដោយសារតែនៅក្នុងក្រុងភ្នំពេញយើងវាកន្លែងជាប្រមូលផ្ដុំមជ្ឈមណ្ឌលពាណិជ្ជកម្មម្ដាយឪពុកគ្នាបំពេញការងារអញ្ចឹងវាអត់មានឱកាសដើម្បីមើលកូនត្រូវជួលគេល្ងាចឡើងបានមកជួបវិញបាទវាមានអញ្ចឹងបាទតោះតែទៀតយើងបន្តរឿងយើងទៀតខ្ញុំទៅរឿងខ្ញុំសិនបានជាប់ជាមួយនឹងក្មេងតូចៗហ្នឹងខ្ញុំជាប់តែម្ដងទៅចា
កាលពីម្សិលមិញនេះមានប្រជាពលរដ្ឋមកពីខាងខេត្តព្រៃវែងប្រមាណជា10គ្រួសារមកដល់ស្ថានីយ៍ខ្ញុំហើយគាត់និយាយ